អ្នកដែលចូលចិត្តទទួលទានផ្លែបំពេញរាជដែលភាសាទូទៅគេនិយមហៅថាផ្លែកំពេញរាជដោយលេបគ្រាប់សូមប្រុងប្រយ័ត្នវាអាចបង្កបញ្ហារហូតត្រូវវះកាត់សង្គ្រោះជីវិតមន្ទីរពេទ្យកាឡាម៉ែតបានចេញសារនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី26ខែឧសភាឆ្នាំ2026ដោយព្រមានហើយរំលឹកពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយសារតែការទទួលទានផ្លែកំពេញរាជនេះផ្លែកំពេញរាជគឺជាប្រភេទផ្លែឈើមួយដែលប្រជាពលរដ្ឋកម្ពុជាស្គាល់និងនិយមទទួលទានសឹងគ្រប់គ្នាប៉ុន្តែបងប្អូនពិតជាមិនសូវចាប់អារម្មណ៍ថាការបរិភោគផ្លែឈើនេះទាំងគ្រាប់អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬអាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ត្រូវព្យាបាលដោយការវះកាត់ទៀតផងប្រភពដដែលបានបន្តថាជាធម្មតាគ្រាប់ផ្លែកំពេញរាជមិនអាចរំលាយឬកាន់បំបែកដោយសារទឹកអាស៊ីតក្រពះនិងសរីរាង្គផ្សេងនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយគ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅពោះវៀនតូចហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំមុនបន្តបងចេញមកជាមួយលាមកប្រភពដដែលបានសង្កត់ធ្ងន់ថានៅក្នុងករណីគ្រាប់នោះវាបញ្ចេញរួចតាមការបន្តបងមកក្រៅវាមិនជាអ្វីទេប៉ុន្តែប្រសិនបើវាមិនអាចបញ្ចេញមកក្រៅបានទេនោះបញ្ហានឹងកើតមានពោលគឺវានឹងរំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈឆាប់ឆ្អែតចុកឆ្អល់ឈឺពោះមូលចង្អោរឬក្អួតជាដើមប្រភពដដែលបានបន្ថែមថានៅក្នុងករណីនេះវាបង្កឲ្យរលាកតាមផ្នែករំលាយអាហារដែលមានអាការៈចុកពោះរាគមូលនិងគ្រុនក្តៅហើយក៏បង្កឲ្យលាមករឹងក្តៀនពិបាកបន្តបងនៅក្នុងករណីធ្ងន់ធ្ងរមន្ទីរពេទ្យបានសង្កត់ធ្ងន់ថាគ្រាប់បំពេញរាជកកស្ទះយូរក្នុងពោះវៀនធំដែលនៅលាយឡំនឹងលាមកក្តៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅធ្វើឲ្យអ្នកជំងឺមិនអាចជូរលាមកច្រើនថ្ងៃរហូតដល់តឹងពោះខ្លាំងហូបមិនបាននិងមានការក្អួតខ្លាំងក្រោយហូបអាហារម្យ៉ាងវិញទៀតគ្រាប់បំពេញរាជដែលកកស្ទះយូរក្នុងពោះវៀនបានកកិតនិងភ្នាពោះវៀនដែលកំពុងរលាកគឺអាចបង្កឲ្យមានការចាក់មុតធ្លុដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគបណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយ៉ាវរបស់អ្នកជំងឺធ្វើឲ្យមានការលំបាកក្នុងការជួយសង្គ្រោះអាយុជីវិតទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយប្រភពដដែលបានបន្តថាជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើបុគ្គលដែលមានវ័យចំណាស់ហើយមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់ឬក្រុមមនុស្សមានជំងឺផ្លូវរលាយអាហារស្រាប់អ្នកឧស្សាហ៍ក្តៀនលាមកដែលជារឿយៗពិបាកបន្តបងមនុស្សមានជំងឺប្រចាំកាយនិងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគហើយងាយរលាកផ្លូវអាហារដូចជាអ្នកកើតជំងឺទឹកនោមផ្អែមនិងអ្នកកើតជំងឺឱកាសនិយមផ្សេងជាដើមក្រៅពីនោះមនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួនដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះជាពិសេសពពួកថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទនិងជំងឺផ្លូវចិត្តពាក់ព័ន្ធនឹងបញ្ហាទាំងនេះវិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែឈើនេះគឺក្នុងករណីហូបគ្រាប់ផ្លែកំពេញរាជចំនួនតិចអាចបង្កផលវិបាកកម្រិតស្រាលដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមកក្នុងគោលបំណងឲ្យបានបន្ទោបង់គ្រាប់ទាំងនោះចេញមកវិញតែផ្ទុយទៅវិញក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើគឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកផ្លែគ្រាប់បំពេញរាជនិងលាមកដែលកកស្ទះក្នុងពោះវៀនចេញហើយលាងសម្អាតស្រោមពោះព្រមទាំងវះកាត់ពោះវៀនធ្លាយនៅតាមក្បួនវិជ្ជសាស្ត្រ